សូមជូនរឿងនាងវិសាខាស្រីល្អកម្រមានក្នុងលោកកាលព្រះសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តពពារាមនាក្រុងសាវត្ថីទ្រង់ប្ររពនៅមហាឧបាសិកាឈ្មោះនាងវិសាខាបានសម្ដែងធម្មទេសនាមានបទថាយថាពេពុពោរាសមហាដូចនេះជាដើមសេចក្តីថានាងវិសាខាជាធីតារបស់ធនញ្ជ័យសេដ្ឋីមាតាឈ្មោះសុមនាទេវីជាតារបស់នាងឈ្មោះមេដកៈជីដូនឈ្មោះចន្ទៈបទុមមានាងវិសាខាជាស្ត្រីមានឧបនិស្ស័យខ្ពស់បានសម្រេចសោតាបតិផលតាំងពីអាយុ7ឆ្នាំជាមួយនឹងនាងទារិកា500នាក់ជាបរិវាររបស់នាងជាស្ត្រីប្រកបដោយបញ្ញពិតកល្យាណីមានលំអ5យ៉ាងគឺ 1. កេសកល្យានលំអសក់ 2. មង្សកល្យានលំអសាច់ 3. អដ្ឋិកល្យានលំអឆ្អឹង 4. ឆវិកល្យានលំអសម្បុរថ្ងៃ 5. វយកល្យានលំអវ័យអធិប្បាយថា 1. កេសកល្យានលំអសក់សក់នៃស្ត្រីមានលំអមានសរសៃល្អិតមានពណ៌ដូចស្លាបកំភេមកាលរំសាយចុះទៅមានចុងងើឡើងលើដោយសន្តានកន្ទុយកងោកមិនចេះស្កូវឡើយសូម្បីមានអាយុ100ឆ្នាំហើយក៏នៅតែមានពណ៌រលោងរលើបល្អដោយកាលនៅពីក្មេងយ៉ាងនេះហៅថាលំអសក់ 2. មង្សកល្យានលំអសាច់សំដៅយកសាច់បបោមាត់ស្ត្រីមានលំអសាច់បបោមាត់ឡើងក្រហមរលោងដូចផ្លែបាសទុំឬផ្លែទន្លាប់ទុំជាសាច់ស្អាតឥតមន្ទិលសៅម៉ងទោះបីមានអាយុ100ឆ្នាំហើយក៏នៅតែក្រហមរលោងស្រស់ដូចដើមយ៉ាងនេះហៅថាលំអសាច់ 3. អដ្ឋិកល្យានលំអឆ្អឹងសំដៅយកឆ្អឹងធ្មេញស្ត្រីប្រកបដោយលំអមានធ្មេញជិតស្និទ្ធរាបស្មើមិនមានចំពឹសមានពណ៌សរលោងដូចជាត្បូងពេជ្រដែលជាងច្នៃយ៉ាងល្អស្អាតហើយដាក់តម្រៀបគ្នាឬដូចជាសាំងដែលបកគលច្នៃល្អបើហានិយាយឡើងកាលណាមានពន្លឺទឹកដមព្រាតសូម្បីមានអាយុ100ឆ្នាំហើយក៏ធ្មេញនៅតែជិតស្និទ្ធល្អដោយកាលអាយុ16ឆ្នាំយ៉ាងនេះហៅថាលំអឆ្អឹង 4. ឆវិកល្យានលំអសម្បុរថ្ងៃបានដល់លំអពណ៌ស្បែកស្ត្រីប្រកបដោយលំអមានពណ៌ពីរយ៉ាងគឺស1ខ្មៅ1សមានសន្តានដូចជាផ្កាកានិការលើបរលោងស្អាតឥតមានអាចរុយឬសន្លាក់មន្ទិលសៅម៉ងឡើយសូម្បីតែសន្លាក់កមរមាស់មួយក៏គ្មានលំអខាងពណ៌ខ្មៅមានពណ៌ខៀវស្រស់ដូចផ្កាអបុលជាសម្បុរមានទឹកដងរលើបរលោងយ៉ាងនេះហៅថាលំអសម្បុរថ្ងៃ 5. វយកល្យានលំអវ័យស្ត្រីបរិបូរដោយលំអទោះបីប្រសូតបុត្រ100ដងក៏នៅតែស្អាតល្អដូចវ័យក្មេងកាលដែលមានអាយុ16ឆ្នាំទោះបីមានអាយុ100ឆ្នាំហើយក៏នៅតែល្អស្រស់គ្រប់អវយវៈដូចជាស្ត្រីពេញវ័យក្រមុំយ៉ាងនេះហៅថាលំអវ័យក្នុងកាលដែលនាងវិសាខាមានអាយុ16ឆ្នាំថ្ងៃមួយជាថ្ងៃពុណ្ណខត្តឫក្សនាងបាននាំបរិវារទាំង500នាក់ព្រមទាំងធីតារបស់សេដ្ឋីកហបតីទៅលេងទឹកនៅក្នុងស្ទឹងពេលនោះមហាមេឃបង្អុរភ្លៀងចុះមកពួកធីតាទាំងឡាយក៏នាំគ្នារត់ព្រួងព្រាតចូលទៅក្នុងសាលាឯនាងវិសាខានាងដើរសន្សឹមហាក់បីដូចជាមិនខ្លាចទៅទឹកគ្រានោះមានព្រាហ្មណ៍8នាក់ជាបម្រើរបស់មុគិរសេដ្ឋីដែលឲ្យដើររកស្ត្រីប្រកបដោយលំអ5យ៉ាងដើម្បីផ្សំគុំជាភរិយាឲ្យពុនវត្តកុមារជាកូនព្រាហ្មណ៍ទាំង8នាក់បានឃើញចរិយាសម្បត្តិរបស់នាងវិសាខាដូច្នោះហើយក៏នាំគ្នាសង្កេតពិនិត្យមើលបានដឹងជាក់ថាជាស្ត្រីប្រកបដោយលំអ5យ៉ាងប៉ុន្តែមិនទាន់ឃើញធ្មេញរបស់នាងលុះនាងវិសាខាឡើងដល់លើសាលា
មានសរីរៈទៅទឹកជក់ដោយទឹកភ្លៀងព្រាហ្មណ៍ក៏បានឱកាសនឹងឃើញធ្មេញរបស់នាងទើបនាំគ្នានិយាយថាស្ត្រីនេះប្រហែលជាកូនអ្នកក្រីក្របានជាខ្ជិលយ៉ាងនេះស៊ូដើរឲ្យភ្លៀងទៅទឹកអស់នាងវិសាខាឮដូច្នោះហើយក៏សួរព្រាហ្មណ៍ថាអ្នកនិយាយពីអ្នកណាព្រាហ្មណ៍ថាយើងនិយាយពីនាងក្នុងពេលនោះនាងវិសាខាបាននិយាយប្រាប់ដល់ព្រាហ្មណ៍ដោយសំឡេងពីរោះហាក់ដូចជាសំឡេងនៃរគាំងសម្រិតថាបានជាខ្ញុំមិនរត់ស៊ូដើរឲ្យទៅទឹកគ្រឿងអលង្ការយ៉ាងនេះព្រោះពួកជនដែលគ្រប់លក្ខមាន4ពួកគឺបព្វជិតស្ដេចស្ត្រីដំរីជនទាំង4ពួកនេះមិនគួររត់ឡើយព្រោះថា 1. បព្វជិតទោះបីមានហេតុយ៉ាងណាមានភ្លៀងនិងខ្យល់ព្យុះជាដើមមិនត្រូវរត់ឡើយត្រូវតែដើរសន្សឹមតាមធម្មតាទើបហៅថាបព្វជិតមានលក្ខ 2. ស្ដេចដែលបានអភិសេកហើយកំពុងទ្រទ្រង់នៅគ្រឿងបញ្ចពុគតផនទោះបីមានហេតុយ៉ាងណាមានភ្លៀងនិងព្យុះជាដើមមិនគួររត់ដូចជាកហបតីឡើយត្រូវតែយាងសន្សឹមទើបហៅថាជាស្ដេចមានលក្ខ 3. ស្ត្រីដែលពេញក្រមុំទោះបីមានហេតុយ៉ាងណាមានភ្លៀងនិងខ្យល់ព្យុះជាដើមមិនត្រូវរត់ដូចជាបុរសឡើយត្រូវតែដើរសន្សឹមទើបហៅថាជាស្ត្រីមានលក្ខ 4. ដំរីមង្គលដែលគេប្រដាប់តាក់តែងដោយគ្រឿងអលង្ការហើយទោះបីជាមានហេតុយ៉ាងណាមិនត្រូវរត់ឡើយត្រូវដើរដោយដំណើរធម្មតាទើបហៅថាដំរីមានលក្ខ ព្រាហ្មណ៍ទាំង8នាក់បានស្ដាប់ហើយបានអោយពោសពសាទុការដល់នាងវិសាខាការចង់ឃើញនៅធ្មេញរបស់នាងក៏បានឃើញដូចបំណងព្រាហ្មណ៍ទាំង8នាក់និយាយប្រាប់នាងវិសាខាថាយើងទាំងអស់គ្នាមានសេចក្តីប្រាថ្នាចំពោះនាងហើយលើកភួងផ្កាមាសដែលមានតម្លៃ1សែនជូនជាគ្រឿងបញ្ចាំចិត្តដល់នាងនាងក៏ព្រមទទួលយកមកពាក់នៅកដើម្បីបញ្ជាក់ឲ្យព្រាហ្មណ៍ដឹងថានាងព្រមទទួលទើបនាងសួរទៅព្រាហ្មណ៍ថាអ្នកមកអំពីនគរណាព្រាហ្មណ៍ថាខ្ញុំមកពីនគរសាវត្ថីត្បិតមគិរសទ្ធិមានកូនប្រុសមួយឈ្មោះពុនវត្តកុមារបានបញ្ជូនខ្ញុំមកដណ្ដឹងនាងវិសាខាព្រមទទួលទើបនាំព្រាហ្មណ៍ទាំង8នាក់ទៅប្រាប់ដល់ឋនញ្ជ័យសទ្ធិជាបិតាឋនញ្ជ័យសទ្ធិក៏ព្រមអោយបានសួរនាំអំពីសម្បត្តិរបស់មគិរសទ្ធិព្រាហ្មណ៍ប្រាប់ថាមគិរសទ្ធិមានប្រាក់40កោដឋនញ្ជ័យសទ្ធិលន់មាត់ថាប្រាក់40កោដនោះតិចពេកណាស់មិនបានប្រហែលនឹងតម្លៃថែរក្សាមានតម្លៃម្សៅនិងប្រេងជាដើមរបស់កូនខ្ញុំទេតមកឋនញ្ជ័យសទ្ធិនិងមគិរសទ្ធិក៏ចាត់ចែងរៀបចំមង្គលការបុត្រធីតាបានអញ្ជើញស្ដេចទាំងពីរនគរព្រមទាំងកហបតីសទ្ធិមន្ត្រីទូចធំប្រជារាស្ត្រទាំងអស់មកជាភ្ញៀវកិត្តិយសក្នុងមង្គលការក្នុងថ្ងៃទី1ជាដំបូងឋនញ្ជ័យសទ្ធិបានហៅជាងមាស500នាក់មកធ្វើគ្រឿងមហាលតាប្រាសាទអាវសម្រាប់ពាក់ការអាវនោះមានតម្លៃ9កោដថ្លៃជួលជាង100,000រៀលអាវនោះធ្វើអំពីមាសនិងពេជ្រសុទ្ធគឺត្បូងពេជ្រចំនួន4នាលកែវមុតក្តារ11នាលកែវបវ៉ាល់22នាលកែវមณี33នាលព្រមទាំងមាសនិងប្រាក់ជាច្រើនយកទៅហូតធ្វើជាអំបោះអាវនោះជារាងសត្វក្ងោកស្លាបម្ខាងចំនួន500ស្លាបរចនាអំពីមាសនិងប្រាក់ចំពុះរចនាដោយកែវបវ៉ាល់ភ្នែករចនាដោយកែវមณีកន្ទុយមានស្លាប500រចនាដោយមាសនិងប្រាក់អាវនោះលើកពាក់ឡើងកាលណាហាក់ដូចជាក្ងោកមាសពងរំអាយដល់កំពូលភ្នំឮសូរសំឡេងលាន់ចេញអំពីស្លាបដូចជាដូរតន្ត្រីទឹកសទ្ធិរៀបមង្គលការបានចំនួន3ខែពួកអ្នកចំអិនអាហារប្រាប់ថាអស់ដុតហើយសទ្ធិប្រាប់ឲ្យទៅរុះរើផ្ទះចាស់នឹងរូងដំរីយកមកដុតដល់ដុតបានកន្លះខែក៏អស់នោះទៅទៀតទើបសទ្ធិបង្គាប់ឲ្យចាត់ឃ្លាំងយកសម្ពុតសាច់ក្រណាត់ក្រាស់ជ្រលក់ប្រេងដុតចំអិនអាហារតទៅទៀតដុតបានកន្លះខែទៀតជាគម្រប់4ខែជាងទាំង500នាក់ដែលធ្វើគ្រឿងមហាលតាប្រាសាទ
តាំងអំពីថ្ងៃចូលរោងមកក៏គ្រប់4ខែគត់ទើបហើយអាវមហាលតាប្រាសាទនោះតនញ្ជ័យសិទ្ធិនិងមគិរសិទ្ធិបានផ្សំគុំនាងវិសាខានិងពុណវត្តកុមារឲ្យជាគូស្វាមីភរិយាក្នុងថ្ងៃជាគម្រប់4ខែនោះលុះរៀបអាពាហ៍ពិពាហ៍ហើយតនញ្ជ័យសិទ្ធិក៏បានបញ្ជូននាងឲ្យទៅនៅសំណាក់ខាងម្ដាយឪពុកក្មេកបានចែកទ្រព្យសម្បត្តិឲ្យជាច្រើនគឺឲ្យភាជនៈមាស500រទេះភាជនៈប្រាក់500រទេះភាជនៈទង់ដែង500រទេះភាជនៈសម្រិត500រទេះសម្ពុតអំបោះនិងសម្ពុតសូត្រ500រទេះសាប់ពេ500រទេះប្រេង500រទេះស្ករអំពៅ500រទេះអង្ករស្រូវសាលី500រទេះគ្រឿងឧបករណ៍ផ្សេងមាននឹងគល់នឹងផាលជាដើម500រទេះនិងខ្ញុំប្រុសខ្ញុំស្រីជាច្រើនក្នុងថ្ងៃដែលនាងចេញទៅបានបង្គាប់ឲ្យបរោះបើកទ្វារក្រលគោហើយឲ្យដេញគោចេញទៅវាលបណ្ដោយ3ល្បីស្គរទៅទឹង3ឧសភៈបរោះក៏ធ្វើតាមបង្គាប់របស់សទ្ធិលុះគ្រប់ចំនួនហើយបរោះបិទទ្វារក្រលគោក៏ស្ទុះទម្លាយក្រលទៅតាមនាងទៀតដោយផលបុណ្យដែលនាងបានធ្វើទានដោយចិត្តទូលាយពីជាតិមុនមកថ្ងៃមួយនាងវិសាខាបានទៅស្ដាប់ធម៌នៅវត្តចេតពុនបាននាំកូននិងចៅជាច្រើនពាន់ទៅជាមួយផងកាលនោះមានភិក្ខុមួយរូបចង់ឃើញនាងវិសាខាបានសួរភិក្ខុមួយរូបដែលអង្គុយជិតភិក្ខុនោះប្រាប់ថាមើលតែស្ត្រីណាក្រក់ឡើងយកដៃច្រត់ក្បាលជង្គង់ស្ត្រីនោះហើយគឺនាងវិសាខាកាលនាងវិសាខាមានអាយុជាង70ឆ្នាំហើយនាងនៅតែក្មេងដូចជាចៅរបស់នាងដែលមានអាយុ16ឆ្នាំនាងវិសាខាមានកូន20នាក់ក្នុងកូនម្នាក់មានចៅ20ក្នុងចៅមួយមានកូន20រួមទាំងកូននិងចៅទាំងចៅទួតចំនួន8420នាក់ឥតមានឈឺស្លាប់មួយឡើយនាងវិសាខាមានកម្លាំងស្មើកម្លាំងដំរី5ថ្ងៃមួយនាងត្រឡប់មកអំពីស្ដាប់ធម៌ព្រះរាជាចង់លបងកម្លាំងរបស់នាងបានលែងដំរីចុះព្រេងមួយឲ្យទៅព្រិចនាងបានយកតែម្រាមដៃ2ទប់ដំរីក៏ដួលក្រាបលើផែនដីមិនអាចក្រកឡើងឡើយថ្ងៃមួយនាងវិសាខាទៅស្ដាប់ធម៌ដោះគ្រឿងមហាលតាលប្រាសាទទុកខាងក្រៅព្រះវិហារដល់ស្ដាប់ធម៌ហើយភ្លេចចោលនៅទីនោះទើបនាងប្រើទាស័យដែលមានកម្លាំងស្មើនឹងនាងឲ្យទៅយកអាវបានប្រាប់ថាបើភិក្ខុអង្គណាមួយលោករើសទុកនាងប្រគេនលោកចុះកុំយកមកវិញពេលនោះព្រះអានន្ទបានរើសទុកព្រោះលោកមានកម្លាំងលើកអាវនោះរួចតម្លៃអាវនេះហើយដែលនាងបានកសាងវត្តពពារាមមួយនាងវិសាខាមានអាយុ120ឆ្នាំនាងធ្វើមរណកាលទៅក៏បានទៅកើតនៅក្នុងឋាននឹមមានរតីជាអគ្គមហេសីរបស់ព្រះបាទនឹមមាតទេវបុត្ររឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ